រដ្ឋជួយវិស័យឯកជនជួយខ្លួនឯងដើម្បីជួយអតិថិជនតាមរយៈការខិតខំផលិតរបស់គុណភាពសុចរិតភាពតម្លាភាពគិតគូរពីសុខភាពផលប្រយោជន៍របស់អ្នកប្រើប្រាស់ចំណេញប្រជុំគណៈរដ្ឋមន្ត្រីខ្ញុំលើកឧទាហរណ៍មួយរឿងពុតដែរតែរឿងដូចនេះខ្ញុំទៅកាទៀវនៅខេត្តមួយមុននឹងកម្មវិធីចូលទៅដល់ខ្ញុំកំងកាទៀវប្រហិតសាច់គោអ្នករត់តុកគាត់ជា fan របស់ខ្ញុំតាម Facebook ពួកដាជួបគាត់ប្រាប់គាត់ខ្សឹបប្រាប់ខ្ញុំថាបងខ្ញុំសូមជូនយោបល់បងកុំហូបសាច់គោប្រហិតសាច់គោខ្ញុំថាមិនបានបងឯងនិយាយចឹងលោកមិនដាច់បើប្រាប់គេចឹងបងខ្ញុំស្រឡាញ់បងឯងខ្ញុំ fan បងឯងខ្ញុំប្រាប់ថាបងឯងកុំហូបកំងស្អីផ្សេងទៅឥឡូវសួរថាបើសិនជាអ្នកលោកខ្លួនឯងដឹងហើយខ្លួនឯងមិនហូបផងតើលក់ឲ្យគេទេសូមឲ្យគិតពីរឿងនឹងផងបើអត់ដឹងរឿងមួយតែបើដឹងហើយសូមកុំធ្វើបែបនេះរដ្ឋមិនចង់ជាតួអង្គដើរចាប់ដើរអីទេយើងត្រូវសហការព្រោះអតិថិជនរបស់យើងគឺជាមនុស្សម្នាក់ដែលស្រឡាញ់កូនស្រឡាញ់ប្រពន្ធស្រឡាញ់សុខភាពដូចយើងដែរបាទបើសិនជាថាផលិតផលនឹងមានបរិបទផលិតផលមានគ្រឿងដែលធ្វើផឹកទៅថ្នាំទៅធ្វើឲ្យថ្ងៃក្រោយកងសៀសុំដូរទៅខាតអីបន្តិចតួចគិតទៅវាមិនស្មើនឹងខាតជីវិតគេមិនស្មើព្រោះយើងជាប្រទេសប្រកាន់ពុទ្ធសាសនាមិនថាសាសនាណាទេសាសនាអ៊ីស្លាមសាសនាគ្រិស្តដូចតែគ្នាគ្មានពីណាចង់ធ្វើបាបអ្នកដទៃទេដោយខ្ញុំបានលើកមិនថាពីណាកុំថាព្រះមហាក្សត្រឬមួយក៏អ្នកកសិករសុខភាពសំខាន់មេតបមានតបការពារអង្គរៈពោពេញប៉ុន្តែអាដាក់នៅក្នុងខ្លួនដោយតែគ្រាទេប្រជាពលរដ្ឋកសិករក៏គាត់ចង់បានសុខភាពល្អកម្មករសំណង់ក៏ចង់បានសុខភាពល្អដូចអ្នកអង្គការលោកអង្គការឬមួយអ្នកធុរកិច្ចយើងរួមគ្នាទៅការទទួលខុសត្រូវរដ្ឋនឹងជួយសម្រួលប៉ុន្តែបើសិនជាវិស័យឯកជនដើរតួនាទីជួយត្រួតពិនិត្យខ្លួនឯងអញ្ចឹងរដ្ឋមិនបាច់ចាំដាក់វិធានការច្រើនជាន់ដើម្បីតាមចាប់ទេព្រោះយើងយល់គ្នាហើយបាទយល់គ្នាហើយបាទហើយអតិថិជនក៏មិនសូវបារម្ភព្រោះខាតខ្លួនឯងទេបើសិនជារឿងផលិតផលដូចគ្នាស្រាប់តែមានហាងមួយលក់ទៅមានបញ្ហាខ្ញុំគិតថាទីហោះថាផ្លែឈើស្អីមួយស្រាប់ទៅហូបមានបញ្ហាបាទឥឡូវសំបីអ្នកលក់សមមុងក៏រឿងហាងមួយអាចអ្នកផ្សេងទៀតគិតថាត្រោតទាំងអស់ព្រោះវាជះទាំងអស់គ្នាដោយសារការមិនទុកចិត្តគ្នាហើយគិតការមិនទុកចិត្តជាកញ្ចប់បាទអញ្ចឹងបើសិនជាអាជីវករមួយលក់នឹងគាត់មានបញ្ហាគាត់នឹងបង្កើតភាពមិនទុកចិត្តនៅផលិតផលនេះសម្រាប់អ្នកជាច្រើនជាងខ្ញុំគិតថាការរួមគ្នាការធ្វើការជាមួយគ្នាត្រូវទាំងពីររដ្ឋនឹងខិតខំកាត់បន្ថយនីតិវិធីដើម្បីជួយសម្រួលវិស័យឯកជនត្រូវរួមគ្នាដើម្បីយើងធ្វើយ៉ាងណាពង្រឹងនៅសមត្ថភាពនិងគុណភាពនៃការផលិតនេះហើយបញ្ហាមួយចំនួនដែលយើងបានជួបនៅក្នុងពេលបច្ចុប្បន្ន